សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកឆាបាយរូបមន្តងាយហើយអស់លុយតិចសម្រាប់បងប្អូនដែលដាច់លុយអីមកទស្សនាបាននេះគ្រឿងផ្សំរបស់យើងមានអីពិបាកទេមានដូចជាសាច់ក្រកចំនួន2គ្រាប់ហើយពងទានេះចំនួន4គ្រាប់ហើយស្ពៃអីក៏បានដែរបងប្អូនជាមួយនឹងសណ្តែកគួរនេះខ្ទឹមចិញ្ច្រាំរបស់យើងខ្ញុំបានចិញ្ច្រាំរួចរាល់ហើយឥឡូវយើងមកធ្វើការឆាទាំងអស់គ្នានេះចំណាយលុយអស់តែ2500រៀលទេយើងទទួលបានបាយឆាមួយចានបញ្ជាក់មិនមែនមួយចានទេបងប្អូនគឺមួយខ្ទះខ្ញុំបញ្ជាក់តែចំនួនលុយដែលយើងទិញសាច់ក្រកទិញពងទាពងអីណាបងប្អូនតែបាយទិញអត់បានទេដំបូងយើងដាក់ខ្ទះឲ្យក្តៅមកហើយចាក់ខ្លាញ់ហើយបន្ទាប់មកជីនពងទានេះជីនពងទាចំនួន2គ្រាប់សិនទៅនេះហើយតែពងទារបស់យើងនឹងក៏បានរាងក្រៀមហើយយើងក៏ប្រែវាទៅមកជាហ៊ីងទៀតពងទានេះដែលយើងជីនដាក់ពីលើបាយហើយរៀងជឿភ្នោតិចមកគឺថាជាមួយបាយគឺត្រូវជាតិគ្នាធម្មតាទេបងប្អូនហើយទាំងខ្ញុំទាំងគេតែដាច់លុយគឺថានឹកឃើញហើយមុខម្ហូបស្រួលចេះនោះនេះបាយយើងដាំទុកស្រាច់ហើយបាយយើងដាំឲ្យរៀងស្រួយបន្តិចណាតែបាយជ្រាអីលីងឆ្ងាញ់ទេពងរបស់យើងនឹងក៏ចាប់បានឆ្អិនហើយនេះយើងក៏ស្រង់វាមកហើយថាមកជីនឲ្យវាឆ្អិនពេកឯងជីនជឿភ្នៅនៅហូបជាមួយបាយត្រូវគ្នាហើយខ្ញុំក៏បានដាក់ជីនមួយទៀតនេះចំនួន2គ្រាប់នេះពងទានេះដែលក៏ទិញមួយចំនួនតែ400រៀលទេបងប្អូននៅភូមិខ្ញុំនេះមុខម្ហូបចុងខែយើងត្រូវតែនឹកឃើញរួមមីរូបពងទាអីខ្លះទៅដើម្បីឲ្យយើងនឹងវាហូបឲ្យបានដល់ថ្ងៃយើងបើកលុយថ្មីណាហើយខ្ញុំមិនដឹងថាផ្ទះអ្នកណាដូចផ្ទះខ្ញុំខ្លះទេនៅប្រើវែកជ្រោយបាយឥឡូវនេះជ្រោយបាយនេះប៉ាខ្ញុំអ្នកធ្វើនេះធ្វើពីអាស័យនេះទៅឲ្យកូនជ្រោយបាយកុំឲ្យពេលយើងហូបទៅរៀងដុំណាបងប្អូនយើងបាក់មើលនេះពងទារបស់ខ្ញុំក៏បានឆ្អិនហើយខ្ញុំក៏បានចាក់ខ្លាញ់នេះខ្លាញ់ជីនពងទាយើងនេះមិនបាច់ថែមថយអីច្រើននេះដាក់ថែមមកទៀតមកនេះហើយបន្តមកទៀតក៏ធ្វើការដាក់នៅខ្ទឹមអំពងវាត្មោឲ្យវាធំក្លិនឈ្ងុយហើយរៀងក្រហមបន្តិចមកយើងក៏ធ្វើការចាក់នៅស្ករបន្តិចនេះស្ករដាក់ម្លឹបព្រាមកកូរវឹកវាទៅហើយយើងក៏ដាក់ពងទាចំនួន2គ្រាប់នេះបងប្អូននេះដាក់ឲ្យវាបាយរបស់យើងកាន់តែស្រួយនេះកូរវឹកពងទាជាមួយនឹងខ្ទឹមរបស់យើងឲ្យវារៀងក្រហមពងកឡាតបន្តិចមកប៉ុណ្ណេះក៏ឈ្ងុយដែរហើយយើងក៏ធ្វើការដាក់បាយនេះដាក់បាយកូរមកនេះបាយយើងនេះគឺស្រួយមែនទេខ្ញុំដាំយកស្រួយសម្រាប់ជីនសម្រាប់ឆាតែប៉ុណ្ណេះហូបបានមួយពេលដែររួចមួយពេលទៅបងប្អូនអើយនេះឃើញថារាល់ថ្ងៃហ្នឹងក៏រស់លុយមិនសូវបានទេនេះទាំងខ្ញុំទាំងគេនឹងគឺថាដាច់លុយដាច់ម្ហូបដាច់មហាអើយនេះមានអីទេមានតែម្ហូបស្រួលនេះឯងហើយក៏ធ្វើការដាក់នៅសាច់ក្រកនេះសាច់ក្រកយើងដាក់មុនគេព្រោះអីវាងាយឆ្អិនទេបន្ទាប់មកចាំយើងដាក់បន្លែដាក់អីចឹងណាយើងកូរវឹកវាទៅនេះឆាបាយលក្ខណៈធម្មតាទេនេះបងប្អូនមកយើងឆាបែបដាក់បកងដាក់បកាអីធ្វើកាន់តែឆ្ងាញ់នេះមិញនេះគឺខ្ញុំដាក់ទឹកត្រីហើយដាក់នៅប៊ីចេងឲ្យបាយរបស់យើងនឹងវាឈ្ងុយឆ្ងាញ់ភ្លក់មើលមិញទៅឃើញថាវារៀងសាបពួកខ្ញុំដាក់ថែមបន្តិចទៀតហើយក៏ធ្វើការដាក់នៅពងទាមួយគ្រាប់ទៀតនេះដើម្បីឲ្យបាយរបស់យើងនឹងវានេះល្អវាស្រួយល្អហើយយើងឆាវាឲ្យស្រួយទៅគឺអត់នេះទេនេះអត់ប្រពេកប្របាច់ទេនេះគឺឆាយូរទៅគឺក្របបាយរបស់យើងនេះឡើងស្រួយបែបនេះហើយខ្ញុំឃើញថាវាឆ្អិនសាច់ក្រកហើយខ្ញុំក៏ដាក់នៅស្ពៃក្តោបដូចជានេះឲ្យចូលបងប្អូនបន្លែរបស់យើងនឹងចូលទៅហ្នឹងហើយកូរវឹកវាទៅនេះទទួលបានបាយមួយចានហើយនេះអាចហូបបាន2 3 4នាក់មើលក្របបាយឡើងស្រួយអត់មានស្អិតអត់មានបតិបតាចាប់ខ្ទះចាប់អីទេឡើងស្រួយមករូបមន្តខ្ញុំនេះគឺថារូបមន្តតិចតែអស់លុយក៏តិចដែរនេះវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនបើគិតថាមានប្រយោជន៍ជួយចុច like ជាមួយផងអរគុណច្រើនបាយជម្រាបលាជួបគ្នាវីដេអូក្រោយ